ឯកឧត្តមវត្តចម្រើនឡើងកាន់តំណែងជាប្រធានសហព័ន្ធគុនល្បុក្កតោនិងដាក់ចេញទិសដៅពង្រឹងសាមគ្គីភាពដើម្បីមរតកជាតិនៅក្នុងមហាសន្និបាតជ្រើសតាំងសមាជិកប្រតិបត្តិអាណត្តិទី6ពីឆ្នាំ2026ដល់2030របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកាលពីពេលថ្មីៗនេះឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាត្រូវបានអង្គមហាសន្និបាតផ្ដល់សេចក្តីទុកចិត្តជ្រើសតាំងជាប្រធានសហព័ន្ធអាណត្តិថ្មីជំនួសឯកឧត្តមបណ្ឌិតសុភាចារ្យច័ន្ទសរុនដែលបានសុំចូលនិវត្តន៍នឹងត្រូវបានតែងតាំងជាប្រធានកិត្តិយសអស់មួយជីវិតដើម្បីតបស្នងនឹងស្នាដៃដ៏ឧត្តមរបស់លោកនាពេលកន្លងមកក្នុងឱកាសឡើងកាន់តំណែងនេះឯកឧត្តមវត្តចម្រើនបានថ្លែងសារយ៉ាងមុតមមទៅកាន់គ្រួសារគុនល្បុក្កតោដោយផ្ដោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន3ទី1ការផ្ដល់តម្លៃលើមរតករស់ឯកឧត្តមប្រធានថ្មីបានសង្កត់ធ្ងន់ថាភាពរឹងមាំនៃក្បាច់គុនអត្តសញ្ញាណជាតិគឺអាស្រ័យលើការចេះគោរពចាស់ទុំព្រឹទ្ធាចារ្យនិងគ្រូបង្វឹកដែលជាអ្នករក្សាចំណេះដឹងពិតប្រាកដឯកឧត្តមបានជំរុញឲ្យសមាជិកទាំងអស់រួមគ្នាថែរក្សាមរតករស់ទាំងនេះឲ្យបានល្អបំផុតព្រោះវាជាវប្បធម៌ការងារដ៏មានតម្លៃនិងជាគ្រឹះមិនអាចខ្វះបានក្នុងការដឹកនាំនិងគ្រប់គ្រងទី2សាមគ្គីភាពនិងអភិបាលកិច្ចល្អឯកឧត្តមបានប្រមាននឹងក្រើនរំលឹកដល់សមាជិកទាំងអស់ឲ្យជៀសវាងដាច់ខាតនៅទំនាស់ផលប្រយោជន៍បុគ្គលឯកឧត្តមបានលើកឡើងថាយើងមិនអាចទាញគុនល្បុក្កតោទៅជាប្រយោជន៍ផ្ទាល់ខ្លួនបានទេព្រោះនេះជារបស់ជាតិក្នុងអាណត្តិថ្មីនេះសហព័ន្ធនឹងពង្រឹងវិស័យភាពស្អាតស្អំតម្លាភាពនិងសុខដុមនីយកម្មក្នុងរង្វង់គ្រួសារគុនល្បុក្កតោដែលមានទំហំកាន់តែរីកធំជាងមុនទី3ការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិទិសដៅចម្បងមួយទៀតគឺការពង្រឹងការអប់រំនិងផ្សព្វផ្សាយគុនល្បុក្កតោឲ្យកាន់តែមានសក្តានុពលទាំងក្នុងស្រុកនិងក្រៅប្រទេសឯកឧត្តមក៏បានអំពាវនាវឲ្យមានឯកភាពគ្នាជាធ្លុងមួយទូទាំងប្រទេសដើម្បីធ្វើឲ្យក្បាច់គុនខ្មែរមួយនេះមានប្រសិទ្ធភាពនិងភាពល្បីល្បាញក្នុងកម្រិតពិភពលោកចំពោះសមាជិកដឹកនាំថ្មីគណៈកម្មការប្រតិបត្តិអាណត្តិទី6មានចំនួន18រូបក្នុងនោះរួមមានលោកសឹងទុំលោកសេងសុភ័ក្រលោកសេងប៊ុនសុងនិងលោកសានអង្គជ្រាបវ័នកូនប្រុសរបស់លោកតាក្រមាមាសសានកំសៀនជាអនុប្រធានគណៈលោកអ៊ូដារ៉ាទទួលបន្ទុកជាអគ្គលេខាធិការផ្លាស់ប្តូរឋានៈដឹកនាំក្នុងអាណត្តិថ្មីនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការអភិរក្សនិងអភិវឌ្ឍមរតកដូនតាខ្មែរឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព